សូមជូនរឿងខ្មោចលាក់កូនជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែករឿងពិតដ៏រន្ធត់មួយដែលបានកើតឡើងចំពោះក្រុមគ្រួសារខ្ញុំកាលពីជាង10ឆ្នាំមុនសូមបញ្ជាក់ថាខ្ញុំជាអ្នកខេត្តកំពង់ស្ពឺហើយនៅក្នុងគ្រួសាររបស់ខ្ញុំនឹងគឺមានសមាជិកទាំងអស់5នាក់មានប្តីប្រពន្ធខ្ញុំនិងកូនខ្ញុំ3នាក់ទៀតតាមពិតទៅដីផ្ទះដែលពួកយើងរស់នៅសពថ្ងៃនេះគឺជាដីថ្មីដែលខ្ញុំនិងប្តីខ្ញុំចូលលុយគ្នាទិញនិងសាងសង់ផ្ទះនៅក្រោយពេលរៀបការរួចបាន1ឆ្នាំវាមិនមែនជាដីគេដំណើរពីឪពុកម្ដាយខាងណាទេហើយតាំងពីរៀបការរួចរហូតដល់មានកូន3ដូចជាមិនដែលមានរឿងចម្លែកអ្វីកើតឡើងនៅក្នុងផ្ទះនឹងទាល់តែសោះប៉ុន្តែថ្ងៃមួយកំឡុងពេលដែលកូនស្រីពៅរបស់ខ្ញុំទើបតែមានអាយុ5ឆ្នាំរឿងចម្លែកក៏ចាប់ផ្ដើមកើតមានឡើងគឺថាផ្ទះខ្ញុំនឹងជាប្រភេទផ្ទះថ្មក្រោមឈើលើហើយជាន់ខាងលើនឹងគឺអត់មានអ្នកណាគេងទេសូម្បីកូនប្រុសច្បងរបស់ខ្ញុំក៏គាត់មិនគេងដែរមានយប់មួយខណៈកំពុងគេងលក់ខ្ញុំស្រាប់តែបានឮសំឡេងជើងដើរនៅលើផ្ទះដំបូងឡើយខ្ញុំគិតថាជាសត្វឆ្មានោះទេប៉ុន្តែក្រោយពេលផ្ទៀងស្ដាប់យូរទៅទើបចាប់អារម្មណ៍ថាវាដូចជាជើងមនុស្សច្រើនជាងព្រោះឮធ្ងន់ដល់អញ្ចឹងខ្ញុំក៏ដាស់ប្តីឲ្យជួយស្ដាប់សំឡេងនោះក្រោយពេលភ្ញាក់នឹងបានឮសំឡេងសម្រាប់ជើងប្តីខ្ញុំក៏បានកាន់ពិលដើរឡើងទៅមើលភ្លាមព្រោះអីផ្ទះខ្ញុំនឹងមានជណ្ដើរខាងក្រៅមួយនិងជណ្ដើរខាងក្នុងមួយប៉ុន្តែក្រោយពេលឡើងទៅដល់បែរជាមិនឃើញមានអ្វីទៅវិញដល់អញ្ចឹងប្តីខ្ញុំក៏ចុះមកវិញលាងដៃលាងជើងឡើងគ្រែសម្រាកជាបន្តព្រឹកស្អែកឡើងគាត់ក៏បានឡើងទៅមើលនៅខាងលើសាជាថ្មីតាមរយៈជណ្ដើរខាងក្រៅចង់ដឹងថាទ្វារដែលគាត់បានចាក់សោហើយនោះវាមានរបូតរបើកអីឬអត់តែពេលទៅដល់ក៏ឃើញថាសោនៅជាប់ទ្វារធម្មតាទេច្បាស់ណាស់ថាយប់មិញនឹងមិនមានមនុស្សណាអាចចូលក្នុងផ្ទះបានឡើយអញ្ចឹងហើយរឿងហេតុកាលពីយប់គឺត្រូវទម្លាក់កំហុសទៅឲ្យសត្វឆ្មាដោយមិនអាចប្រកែកបានរំលងមកបានប្រហែលថ្ងៃទៀតខ្ញុំស្រាប់តែភ្ញាក់ពីគេងដូចយំមុននោះអញ្ចឹងប៉ុន្តែលើកនេះភ្ញាក់មកមិនមែនឮសំឡេងដើរទៀតទេគឺឮសំឡេងគេសើចតិចហើយក៏ឮចេញមកពីខាងលើផ្ទះនឹងដែរពេលនោះខ្ញុំខ្លាចខ្លាំងមែនទែនព្រោះយល់ថាវាមិនមែនជាឆ្មាទេ 100% គឺប្រកាសជាខ្មោចមួយផ្លែតក្រោយមកខ្ញុំក៏បានដាស់ប្តីឲ្យក្រោកឡើងដើម្បីប្រាប់គាត់អំពីសំឡេងនោះប៉ុន្តែពេលប្តីភ្ញាក់សំឡេងសើចនឹងក៏បានស្ងាត់ទៅដល់ពេលមិនបានឮគាត់បែរជាចោទថាខ្ញុំនឹងស្ដាប់ច្រឡំដល់ពេលប្តីថាអញ្ចឹងខ្ញុំនេះហួសចិត្តមែនទែនតែក៏មិនបានប្រកែកតតាំងអ្វីជាមួយគាត់ដែរនិយាយទៅមិនមែនមានរឿងចម្លែកតែប៉ុណ្្នឹងទេថ្ងៃខ្លះខ្ញុំឮសំឡេងប្តីខ្ញុំស្រែកហៅចេញពីលើផ្ទះនឹងមកក៏មានតែដល់ពេលឡើងទៅមើលបែរជាមិនឃើញប្តីទៅវិញទាំងដែលខ្ញុំដឹងស្រាប់ទៅហើយថាពេលនោះប្តីខ្ញុំនៅមិនទាន់ត្រឡប់មកពីធ្វើការទេសូមបញ្ជាក់ថាផ្ទះខ្ញុំខាងក្រោមនឹងគឺខ្ញុំបានរៀបចំធ្វើជា2បន្ទប់មួយជារបស់ប្តីប្រពន្ធខ្ញុំមួយទៀតជារបស់កូនស្រីកណ្ដាលនិងកូនស្រីពៅគេងជាមួយគ្នាចំណែកប្រុសច្បងគេគេងនៅកន្លែងទទួលភ្ញៀវរំលងពីសំឡេងឆ្មានិងសំឡេងគេសើចនោះបានជាង1អាទិត្យយប់មួយខ្ញុំស្រាប់តែបានឮសំឡេងកូនស្រីពៅរបស់ខ្ញុំស្រែកយំដល់ពេលនាំគ្នារត់ទៅមើលស្រាប់តែឃើញកូនស្រីពៅកំពុងគេងយំដោយយកភួយមកគ្របចិត្តពីលើចំណែកកូនស្រីកណ្ដាលគឺអត់ឃើញនៅក្នុងបន្ទប់ទេដោយសារគាត់ចេញទៅបន្ទប់ទឹកដល់ពេលសួរនាំកូនពៅគេក៏ប្រាប់មកថាមុននេះគេបានឃើញមនុស្សស្រីម្នាក់កំពុងតែឈរនៅជ្រុងជញ្ជាំងម្នាក់នឹងឡើងខ្មៅព្រិចហើយភ្នែកឡើងក្រហមប្តីខ្ញុំឯណោះគាត់នៅតែមិនសូវជឿលើរឿងអស់ហ្នឹងអញ្ចឹងហើយគាត់ក៏និយាយថាតាមមើលប្រហែលកូនស្រីពៅយល់សប្តិអាក្រក់តែប៉ុណ្ណោះវាមិនមែនជាអ្វីដែលគាត់មើលឃើញផ្ទាល់ភ្នែកឡើយតែដើម្បីកុំឲ្យគាត់ខ្លាចពួកយើងក៏បានយកគាត់ឲ្យទៅគេងជាមួយចំណែកកូនស្រីកណ្ដាលក៏បានចេញទៅគេងជាមួយបងប្រុសគេផងដែរដោយសារចេះតែមានរឿងចម្លែកកើតឡើងញឹកញាប់អញ្ចឹងពេកទៅថ្ងៃមួយខ្ញុំក៏បានរកគ្រូឲ្យជួយមើលប៉ុន្តែគ្រូម្នាក់ហ្នឹងគាត់បានប្រាប់មកវិញថាគាត់មើលអីអត់ឃើញទេសូម្បីតែជំនាញផ្ទះហ្នឹងក៏អត់ឃើញមាននៅក្នុងផ្ទះខ្ញុំដែរមានថ្ងៃមួយនោះខណៈកំពុងតែចាត់បន្លែធ្វើម្ហូបកូនស្រីពៅរបស់ខ្ញុំនឹងក៏បានចូលមកក្បែរនិងបានយកកំបិតលេងឃើញដូចនោះ
ខ្ញុំក៏ប្រាប់គាត់ថាទុកកំបិតវិញទៅប្រយ័ត្នមុតដៃប៉ុន្តែកូននឹងរឹងមែនទែនទោះបីនិយាយយ៉ាងម៉េចក៏គាត់មិនព្រមដាក់ចោលដែរដល់ពេលប្រាប់ឲ្យគាត់ទុកកំបិតម្ដងទៀតនិយាយមិនទាន់រួចពីមាត់ផងកំបិតក៏បានមុតដៃបណ្ដាលឲ្យឈាមហូរស្រក់ដូចជាអាកមន់អញ្ចឹងឃើញដូចនោះខ្ញុំក៏ស្រែកស្ដីឲ្យកូននឹងរត់ទៅយកទឹកយកមកលាងដៃឲ្យគាត់នឹងអាលរកអីយកមករុំរបួសប៉ុន្តែក្រោយពេលទៅដងទឹកមកបានហើយបែរជាបាត់មិនឃើញកូនទាល់តែសោះពេលនឹងខ្ញុំខឹងខ្លាំងមែនទែនរួចក៏ស្រែកលឺថាកុំឲ្យម៉ាក់រកឃើញឲ្យសោះតែរកឃើញម៉ាក់វាយងាប់មិនខានប្រាប់ថាកុំឲ្យលេងកំបិតប្រយ័ត្នមុតដៃឥឡូវមុតទាល់តែបានមានអីបន្ទាប់ពីនិយាយរួចខ្ញុំក៏រកគាត់មិនឃើញពិតមែនដល់ពេលរកកូនសពកន្លែងអស់នៅតែមិនឃើញភាពចលាចលក៏បានកើតមានឡើងផ្អើលដោយទាំងអ្នកជិតខាងមកជួយរកព្រួងព្រាតហើយអ្នកដែលទៅរកនៅឯស្រះទឹកខាងក្រោយគេស្រាប់តែបានជួបប្រទះនឹងស្បែកជើងកូនស្រីពៅរបស់ខ្ញុំមួយជំហៀងតែស្បែកជើងនឹងឆ្កែពំទេដែលដោយសារពួកគេសង្ស័យនិងយល់ថាកូនខ្ញុំលោតទឹកអញ្ចឹងហើយពួកគេក៏បាននាំគ្នាស្រាយមុងយកទៅអូសដូចអូសត្រីអញ្ចឹងប៉ុន្តែនៅក្នុងស្រះនោះគឺអត់ឃើញវត្តមានកូនស្រីពៅរបស់ខ្ញុំទេមិនត្រឹមតែប៉ុណ្ណោះមានទាំងអ្នកឡើងទៅមើលដល់លើដំបូលទៀតផងទាំងដែលដឹងហើយថាកូនខ្ញុំមិនអាចឡើងរួចតែដោយសារខ្លាចមានអ្វីនាំទើបពួកគេចេះតែឡើងមើលឲ្យអស់ចិត្តទៅអ្នកខ្លះបានដើររកមើលតាមពាងទឹកនីមួយៗព្រោះយល់ថាកូនពៅអាចនឹងចូលទៅពួននៅទីនោះប៉ុន្តែនៅក្នុងពាងទាំង3គឺអត់ឃើញវត្តមានកូនស្រីពៅរបស់ខ្ញុំឡើយហើយមិនមែនតែអ្នកមកជួយរកនឹងទេទាំងខ្ញុំទាំងប្តីខ្ញុំគឺសុទ្ធតែបានរកអស់ហើយនៅក្នុងពាងទឹកនោះដល់ពេលរកគ្រប់កន្លែងហើយនៅតែមិនឃើញល្ងាចបន្តិចម្ដាយរបស់ខ្ញុំក៏បានទៅរកគ្រូឲ្យជួយមើលពេលទៅដល់ផ្ទះគ្រូនឹងរៀបរាប់ប្រាប់ដំណើររឿងរួចហើយគ្រូនោះក៏ប្រាប់មកវិញទាំងញញឹមថាកុំបារម្ភពេកអីកូននឹងមានខ្មោចតាមថែមកពីម៉ែវាមាត់អាក្រក់ពេកទើបគេយកលាក់អុជធូបសែនចេកមួយស្និតទៅរកឃើញហើយដល់អញ្ចឹងម៉ែក៏ប្រញាប់ទៅរកទិញចេកយកមកដុតធូបសែនធូបឆេះមិនទាន់អស់កន្លះដើមផងកូនស្រីពៅក៏ត្រូវបានប៉ាវារកឃើញមិនដែលស្ដាប់ដឹងថារកឃើញនៅណាទេគឺរកឃើញនៅក្នុងពាងដោយសារគ្នាចូលពួនតាំងពីព្រឹករហូតដល់ល្ងាចណាមួយអាកាសធាតុវាក្តៅផងនិងហប់ផងសភាពកូនស្រីពៅរបស់ខ្ញុំក៏បានប្រែទៅជាក្រហមដូចកូនកណ្ដោរលូតអញ្ចឹងឃើញហើយសង្វេគកូនខ្លាំងមែនទែនក្រោយពេលយកកូនចេញពីក្នុងពាងជូតខ្លួនឲ្យគ្នាគ្រាន់បានស្រឡះមុខស្រឡះមាត់ហើយខ្ញុំក៏សួរថាកូនឯងទៅពួននៅឯណាគាត់ក៏ប្រាប់ថាពួនក្នុងពាងនឹងតាំងពីព្រឹកម្លេះនិយាយទៅវាពិតជាចម្លែកខ្លាំងមែនទែនព្រោះអីទាំងខ្ញុំទាំងប្តីហើយនឹងអ្នកដែលមកជួយរកទាំងអស់គ្នានឹងគឺសុទ្ធតែបានបើកគម្របពាងមើលទាំងអស់ប៉ុន្តែមិនឃើញកូនស្រីពៅនោះទេច្បាស់ណាស់ថាពិតជាមានគេលាក់ដូចគ្រូនោះថាអញ្ចឹងចាប់តាំងពីពេលហ្នឹងមកខ្ញុំមិនដែលហ៊ាននិយាយសម្ដីអាក្រក់ទៅកាន់កូនរបស់ខ្ញុំទៀតនោះទេប៉ុន្តែបើនិយាយពីសម្លេងចម្លែកគឺនៅតែបន្តកើតមានឡើងនៅលើផ្ទះរបស់ខ្ញុំហើយម្ដងម្កាលកូនស្រីពៅនៅតែនិយាយថាបានឃើញសភាវៈចម្លែកដដែលទាល់តែគាត់អាយុបាន10ឆ្នាំទើបលែងឃើញបានរឿងរបស់បងស្រីក៏បានមកដល់ទីបញ្ចប់ហើយអរគុណលោកអ្នកដែលបានចំណាយពេលស្ដាប់សូមគោរពលាជួបគ្នាវីដេអូក្រោយ